Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានម៉ៅមួយ brand ទៀតហើយដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand នេះគឺជា brand របស់ Attack Shark ដែល logo របស់វានោះគឺ X11 ហើយសម្រាប់ម៉ៅនេះដែរគឺទាំងអស់គ្នាអាចយកទៅធ្វើការផងនិងលេងហ្គេមផងអញ្ចឹងយើងនឹងមកដឹងពី spec របស់ម៉ៅនេះបន្តិចចំពោះម៉ៅនេះដែរទម្ងន់របស់វានោះគឺត្រឹមតែ63ក្រាមតែប៉ុណ្ណោះហើយមាន DPI របស់វាគឺ22000 DPI 1K cooling rate ដោយប្រើប្រាស់ជាមួយនឹង sensor port 3311ហើយចំពោះម៉ៅនេះដែរគឺ connection របស់វាប្រើប្រាស់បានរហូតដល់3 connection មាន Bluetooth USB wireless ហើយនឹងចុងក្រោយគេនោះគឺខ្សែ Type C បើនិយាយពីថ្មរបស់វាវិញគឺកាន់បានរហូតដល់65ម៉ោងឯណោះគឺយូរខ្លាំងមែនតើហើយបើនិយាយពីការ design របស់ម៉ៅមួយ model នេះវិញគឺវាល្មមក្នុងការកាន់មែនតើងាយស្រួលក្នុងការប្រើប្រាស់គឺកាន់ទៅពេញដៃហើយបើនិយាយពី material ខាងក្រោយរបស់វាវិញក៏គេបាន design មកភ្ជាប់ដោយជាមួយនឹង button ដែលកំណត់ទៅលើ connection button កំណត់ទៅលើ switch mode របស់វាហើយនឹងចុងក្រោយគេនោះគឺកំណត់ទៅលើ DPI នឹងតែម្ដងហើយក៏ដោយម្ដងបានដែរជាមួយនឹងការ design ដែលភ្ជាប់មកជាមួយនឹងដុំ USB wireless ផងដែរដែលគេភ្ជាប់មកជាមួយនឹងខាងក្រោយនេះគឺជាដុំ USB wireless របស់ brand Attack Shark ហើយសម្រាប់ដងនេះដែរដែលតួនាទីរបស់វានោះគឺសាកថ្មទៅលើម៉ៅដែលយើងដាក់ម៉ៅនៅពីលើនោះតែម្ដងហើយចំពោះដងនេះផងដែរក៏គេបាន design មកភ្ជាប់ជាមួយនឹងភ្លើង RGB ដែលនៅតួខាងក្រោមរបស់វាតែម្ដងហើយក៏មានប៊ូតុងដើម្បីផ្លាស់ប្ដូរពណ៌ RGB ផងដែរអញ្ចឹងក្រៅពីម៉ៅទាំងអស់គ្នានឹងទទួលបាន accessory មួយចំនួនដូចជា extra skate ចំនួន1 sticker ចំនួន2បន្ទះខ្សែ Type C ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរសម្រាប់ខ្ញុំអីដែលខ្ញុំឆ្លាញ់ពីម៉ៅមួយ model ខាងមុខនេះគឺគេ design មកមានច្រើនពណ៌ឲ្យខ្ញុំងាយស្រួលក្នុងការជ្រើសរើសទាំង spec ទាំង material របស់វាផ្សេងៗនោះគឺស័ក្តិសមខ្លាំងមែនទែនចំពោះអ្នកធ្វើការជាប្រចាំថ្ងៃមិនថាលេងហ្គេមឬធ្វើការជាដើមហើយសម្រាប់ម៉ៅមួយ model នេះដែរមានតម្លៃត្រឹមតែ$24តែប៉ុណ្ណោះហើយខាងពួកយើងក៏មាន warranty ជូនអ្នកទាំងអស់គ្នាផងដែរពី1អាទិត្យរហូតដល់1ឆ្នាំអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ